សំស្វាគមន៍មកកាន់ Cambodia Flash News សេដ្ឋកិច្ចក្រុមហ៊ុនបរទេសមួយថានឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរខេត្តស្ទឹងត្រែងទៅកាន់ទីក្រុងឌូបៃនៅក្នុងកិច្ចសហការរវាងមន្ទីរទេសចរនិងក្រុមហ៊ុនឯកជនដ៏ធំមួយឈ្មោះ Hybrid Travel Agency បានសន្យាថានឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរខេត្តស្ទឹងត្រែងទៅកាន់ពិភពលោកជាពិសេសគឺទីក្រុងឌូបៃប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី15ខែកញ្ញាឆ្នាំ2025លោកអ៊ុនប៉សឿនប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាលោករំពឹងយ៉ាងមុតមមថាទឹកដីខេត្តស្ទឹងត្រែងសម្បូរទៅដោយធម្មជាតិនិងមានទន្លេលក្ខណៈពិសេសខុសពីកន្លែងដទៃទៀតដែលគ្មានទៅធ្វើឲ្យមានការចាប់អារម្មណ៍ពីក្រុមហ៊ុនធំៗបែបនេះលោកបានបន្ថែមថាពេលនេះក្រុមហ៊ុនឯកជនមកពីទីក្រុងឌូបៃប្រទេសអារ៉ាប់រួមមួយហើយដែលចង់ផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីនាំភ្ញៀវមកកម្សាន្តនៅខេត្តស្ទឹងត្រែងនេះថ្នាក់ដឹកនាំសំខាន់មកពីក្រុមហ៊ុននៃទីក្រុងឌូបៃប្រទេសអារ៉ាប់រួមបានលើកឡើងថាចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅប្រលេនយន្តហោះអន្តរជាតិដែលចូលថ្មីនោះមកក្រុមហ៊ុនមានការជឿទុកចិត្តចាប់អារម្មណ៍ចង់ស្វែងរកដៃគូទាក់ទាញភ្ញៀវមកប្រទេសកម្ពុជានិងខេត្តស្ទឹងត្រែងតែម្ដងប្រធានក្រុមហ៊ុនបាននិយាយជំរុញទៅដល់ពលរដ្ឋនិងមន្ត្រីរាជការឲ្យសិក្សាស្វែងយល់ពីការប្រើប្រាស់បែបទំនើបតាមបណ្ដាញសង្គមដើម្បីទទួលបានចំណេះដឹងនិងប្រាក់ចំណូលប្រភពបានបន្តទៀតថាមូលហេតុដែលក្រុមហ៊ុនចង់ផ្សព្វផ្សាយពីកម្ពុជាដោយសារមានការចាប់អារម្មណ៍សម្បត្តិវប្បធម៌និងធនធានធម្មជាតិខេត្តស្ទឹងត្រែងពីព្រោះវាខុសពីទីក្រុងឌូបៃមានតែអគារខ្ពស់លោកហ៊ុតវុធារាជាករីទេសចរក្នុងខេត្តស្ទឹងត្រែងធ្លាប់មានបទពិសោធន៍ដឹកភ្ញៀវច្រើនឆ្នាំមកហើយនោះយល់ឃើញថាការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតដើម្បីធ្វើការផ្សព្វផ្សាយពីទេសចរទៅកាន់មនុស្សជុំវិញពិភពលោកគឺជាការប្រសើរបំផុតពេលនេះខេត្តស្ទឹងត្រែងត្រូវបានបែបផ្សាយល្បីមួយរបស់ក្រុមហ៊ុន Hybrid Travel Agency គឺជាស្ពានដែលអាចនាំនៅផលិតផលរបស់យើងទៅកាន់ទីផ្សារអឺរ៉ុបដោយមិនអស់ប្រាក់លោកយល់ឃើញថាយើងមានផលិតផលហើយប៉ុន្តែមិនទាន់មានលទ្ធភាពដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់ពិភពលោកលោកវុធារារំពឹងថាក្រុមហ៊ុន website ល្បីមួយនេះនឹងជួយផ្សព្វផ្សាយពីសក្តានុពលធម្មជាតិខេត្តស្ទឹងត្រែងនាំភ្ញៀវពីប្រទេសអ្នកមានក្នុងដំណើរមកកម្សាន្តអរគុណសម្រាប់ការតាមដាន Cambodia Flash News សេដ្ឋកិច្ច